ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំមកបង្ហាញពីចំណុចគេហទំព័រក្នុងប្រព័ន្ធថ្នាបឋមឥឡូវខ្ញុំធ្វើការចូលទៅកាន់ស្ថិតិសិស្សភាសាចូលមកកាន់គេហទំព័របន្ទាប់មកខ្ញុំនឹងឃើញទីតាំងសិស្សបន្តការសិក្សាបណ្ដោះអាសន្នដែលមាននៅក្នុងនឹងហើយបើសិនជាលោកគ្រូអ្នកគ្រូចង់ដឹងអំពីទីតាំងសិស្សបន្តការសិក្សាបណ្ដោះអាសន្នលោកគ្រូអ្នកគ្រូអាចធ្វើការបំពេញទីតាំងខេត្តបច្ចុប្បន្នស្រុកនិយាយរួមទៅធ្វើការបំពេញនៅលក្ខខណ្ឌដែលគេបានដាក់ឲ្យលោកគ្រូអ្នកគ្រូនឹងអាចឃើញអំពីឈ្មោះក៏ដូចជាទីតាំងរបស់សិស្សដែលគាត់បានធ្វើការភាសាបណ្ដោះអាសន្ននឹងហើយក្នុងនឹងមានដូចជាព័ត៌មានសិស្សដែលមានលក្ខខណ្ឌមួយចំនួនក្នុងការបំពេញដូចគ្នាបើសិនជាលោកគ្រូអ្នកគ្រូធ្វើការបំពេញទិន្នន័យហើយលោកគ្រូអ្នកគ្រូអាចចុចរក្សាទុកទិន្នន័យសិស្សបានចំណែកឯព័ត៌មានគ្រូបង្រៀនដូចគ្នាក៏មានលក្ខខណ្ឌក្នុងការបំពេញដូចគ្នាហើយពេលបំពេញហើយលោកគ្រូអ្នកគ្រូធ្វើការរក្សាទុកទិន្នន័យគ្រូបង្រៀនដូចគ្នាចំណែកចូលមកដល់សម្ភារៈវិញធ្វើការបំពេញសម្ភារៈដែលមាននៅទីតាំងដូចនឹងគ្រូបង្រៀនហើយនឹងសិស្សដែរបន្ទាប់ពីធ្វើការបំពេញលក្ខខណ្ឌហើយលោកគ្រូអ្នកគ្រូអាចចុចរក្សាទុកទិន្នន័យសម្ភារៈបានសេវាកម្មដូចគ្នាដែរធ្វើការបញ្ចូលឈ្មោះអង្គការឬក៏ស្ថាប័នប្រភេទសេវាកម្មអ្នកទំនាក់ទំនងឬក៏លេខទូរស័ព្ទជាដើមបន្ទាប់ពីធ្វើការបំពេញហើយធ្វើការរក្សាទុកទិន្នន័យផ្នែកសេវាកម្មវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់សូមអរគុណនិងជម្រាបលា